សួស្តីហើយក៏ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះយើងមានចំណេះដឹងមួយទាក់ទងនឹងដំណាំចន្ទទីជាទូទៅមួយរយៈកាលនេះឃើញថាបញ្ហានៃការកើនក្តឹបក៏ច្រើនហើយមួយទៀតគឺបញ្ហានៃការបញ្ជាដើម្បីឲ្យចេញផ្កាឲ្យបានទិន្នផលខ្ពស់អញ្ចឹងសម្រាប់ពេលវេលានេះខាងក្រុមពិភពបៃតងយើងខ្ញុំមានចំណេះដឹងចែករំលែកមួយពុកម៉ែបងប្អូនអញ្ចឹងចំណេះដឹងមួយនេះគឺពាក់ព័ន្ធជាមួយនឹងការបញ្ជាឲ្យចេញក្តឹបវាមិនមែនជារឿងពិបាកទេពុកម៉ែបងប្អូនដឹងស្រាប់ហើយក៏យើងគ្រាន់តែប្រើថ្នាំគីមីក៏អាចយើងមិនចេញក្តឹបបានច្រើនដែរប៉ុន្តែកត្តាសំខាន់នៅត្រង់មួយចំណុចថានៅពេលដែលបញ្ចេញក្តឹបហើយថាតើក្តឹបនឹងវាអាចជាប់ប្រមាណភាគរយនៃការដែលបានជាប់នៅជាមួយនឹងតងរបស់វាអញ្ចឹងពុកម៉ែបងប្អូនមួយរយៈកាលនេះប្រហែលជាពុកម៉ែបងប្អូនជួបរាល់បញ្ហាមួយនេះច្រើនអញ្ចឹងសម្រាប់បច្ចេកទេសក្នុងការបញ្ជាឲ្យចេញក្តឹបឲ្យចេញផ្កាមិនពិបាកទេពុកម៉ែបងប្អូនតែអ្វីដែលពិបាកគឺក្នុងការដែលយើងធ្វើម៉េចដើម្បីឲ្យក្តឹបហ្នឹងជាប់បានច្រើនឧទាហរណ៍ថាចំនួន100គ្រាប់យើងឲ្យជាប់បានរហូតដល់80គ្រាប់អានេះគឺជាទិន្នផលខ្ពស់អញ្ចឹងអានេះជាបញ្ហាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ពុកម៉ែបងប្អូនអាចតំណែងតាមរយៈលេខទូរស័ព្ទដែលយើងបានដាក់នៅលើវីដេអូហ្នឹងហើយនឹងពុកម៉ែបងប្អូនអាច comment បានហើយយើងនឹងមានការប្រឹក្សាយោបល់ដោយមិនមានការបង់ប្រាក់សម្រាប់ក្រុមពិភពបៃតងរបស់យើងខ្ញុំអញ្ចឹងពុកម៉ែបងប្អូនកុំភ្លេចជួយ like និង share ដើម្បីចំណេះដឹងមួយនេះកាន់តែរីកសុសសាយទៅក្នុងបណ្ដាញសង្គមដើម្បីកុំឲ្យពុកម៉ែបងប្អូនចំណាយលុយទៅដោយខុសគោលដៅអរគុណ